ប្រវត្តិភ្នំសន្ទុកភ្នំសន្ទុកមានទីតាំងស្ថិតនៅភូមិកកោះឃុំកកោះស្រុកសន្ទុកខេត្តកំពង់ធំនិងមានចម្ងាយ17គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំបើតាមចាស់បានដំណើរតគ្នាមកថាកាលពីព្រេងនាយនៅស្រុកសន្ទុកខេត្តកំពង់ធំសពថ្ងៃនេះមានស្ដេចមួយព្រះអង្គទ្រង់មានអគ្គមហេសីព្រះរាជបុត្រស្រីស្នំក្រមការសេនាធិរាជនិងនាម៉ឺនសពមុខមន្ត្រីជាច្រើនស្ដេចទ្រង់មានព្រះរាជបញ្ជាឲ្យឆ្ការព្រៃមួយកន្លែងសង់ប្រាសាទព្រះរាជវាំងនិងគុកគុហានៅទីនោះត្រង់ទីសង់ប្រាសាទនោះជាប់មានឈ្មោះថាភូមិប្រាសាទរហូតមកដល់សពថ្ងៃនេះលុះសង់ប្រាសាទនោះរួចហើយទ្រង់ក៏ត្រាស់បង្គាប់ឲ្យឆ្ការព្រៃមួយកន្លែងទៀតនៅខាងលិចប្រាសាទនោះធ្វើទីសម្រាប់ស្រីស្នំមានកំពែងជុំវិញទីនោះជាប់ឈ្មោះថាភូមិវាំងរហូតមកដល់សពថ្ងៃនេះលុះធ្វើព្រះរាជវាំងហើយទ្រង់ក៏ត្រាស់បង្គាប់ឲ្យកាប់ឆ្ការព្រៃមួយកន្លែងទៀតនៅខាងលិចប្រាសាទសង់ឃ្លាំងសម្រាប់ដាក់ព្រះរាជទ្រព្យគឺមានគល់សសរកប់ក្នុងដីដល់សពថ្ងៃនេះជាភ័ស្តុតាងស្រាប់ទីនោះជាប់ឈ្មោះថាភូមិសង់ឃ្លាំងតែក្រោយពីនោះយូរមកគេហៅថាភូមិតាំងក្រសាំងវិញដែលសពថ្ងៃរាជការបានតាំងសាលាស្រុកសន្ទុកនៅទីនោះតាមរឿងព្រេងមានដំណើរថាកាលនោះព្រះរាជាបានត្រាស់បង្គាប់ឲ្យធ្វើកន្លែងមួយទៀតនៅខាងលិចឈៀងខាងត្បូងភូមិតាំងក្រសាំងសម្រាប់ជាលំនៅពួកអ្នកងារចាំបក់ថ្វាយស្ដេចទីនោះជាប់មានឈ្មោះថាភូមិចាំបក់ដល់សពថ្ងៃនេះចំណែកនៅខាងលិចឈៀងខាងត្បូងភូមិចាំបក់នោះមានបឹងធំមួយជាទីដែលព្រះរាជាតែងតែនាំព្រះអគ្គមហេសីនិងព្រះរាជបុត្រព្រះស្នំព្រមទាំងរេពលទៅក្រសាសបាយដោយការចាប់ត្រីឬខ្យងដកប្រលិតបេះត្រកួនជាក្រយ៉ាស្ងោយថ្ងៃមួយព្រះរាជបុត្រីដែលទ្រង់យាងទៅក្រសាលទីនោះមិនស្រួលប្រតិយទ្រង់ព្រះកន្សែងពួកស្រីស្នំក៏ច្រៀងបំពេបីបំថ្នាក់ថ្នមបបោះអំអែលទីនោះជាប់មានឈ្មោះថាបឹងបំពេនិងបឹងខ្យងមកដល់សពថ្ងៃនេះរីឯនៅខាងជើងបឹងបំពេនោះមានភ្នំមួយហៅភ្នំធំស្រះខ្ចៅភ្នំពេនជុំភ្នំទាំងនេះជាប់គ្នាជាទីដែលព្រះរាជាតែងនាំព្រះអគ្គមហេសីឡើងទៅក្រសាលបេះផ្លែឈើមានផ្លែស្រគុំភ្នំភ្នែងប្រេងព្រុសភ្និលភ្នៅបង្កៅសេមន់ជើងចាបនិងផ្លែឈើទៀតជាច្រើនដោយសេចក្តីសប្បាយរីករាយថ្ងៃមួយព្រះរាជាទ្រង់ក៏បាននាំព្រះអគ្គមហេសីព្រមទាំងព្រះរាជបុត្រទៅក្រសាលនៅលើភ្នំនោះពេលនោះព្រះរាជបុត្រទ្រង់ប្រឈួនជាខ្លាំងព្រះអង្គគង់នៅលើភ្នំនោះពុំបានទ្រង់ក៏ចាត់ឲ្យគេឆ្ការព្រៃមួយអន្លើធ្វើព្រះពន្លានៅខាងជើងភ្នំហើយក៏នាំបណ្ដោះព្រះអគ្គមហេសីព្រះរាជបុត្រនិងស្រីស្នំរេពលចុះពីលើភ្នំនោះតាមជ្រុងខាងលិចមកសំចតឈប់សម្រាកនៅក្នុងព្រៃមួយទីនោះជាប់ឈ្មោះថាភូមិបណ្ដោះតមកដល់សពថ្ងៃគេហៅភូមិក្រកោះវិញបន្ទាប់មកព្រះរាជាទ្រង់ក៏នាំព្រះរាជបុត្រមកគង់នៅព្រះពន្លាដែលធ្វើនៅជើងភ្នំនោះហើយទ្រង់បានរកពេទ្យមកព្យាបាលព្រះរាជបុត្រប៉ុន្តែទោះបីមានឱសថនិងពេទ្យយ៉ាងពូកែព្យាបាលយ៉ាងណាក៏ព្រះរាជបុត្រនោះនៅតែមិនស្រាកស្រានឡើយរឹតតែប្រឈួនខ្លាំងឡើងដរាបដល់អស់ព្រះជន្មនៅទីនោះក្រោយព្រះរាជបុត្រសោយទីមង្គតព្រះរាជានិងព្រះអគ្គមហេសីទ្រង់ព្រះកន្សែងស្រីស្នំនិងពួករេពលទាំងអស់យំសោកគ្រប់គ្នាព្រះរាជាទ្រង់ក៏ចាត់ចែងធ្វើឈាបនកិច្ចជាឧឡារិកនៅទីនោះទីជើងភ្នំដែលព្រះរាជាធ្វើព្រះពន្លាថែរក្សាព្រះរាជបុត្រលុះដល់ព្រះជន្មអាសន្ននោះជាប់មានឈ្មោះថាភូមិអាសន្នទុកតមកគេហៅថាភ្នំសន្ទុកនិងភូមិសន្ទុកវិញមកដល់សពថ្ងៃនេះក្រោយពេលដែលព្រះរាជានិងព្រះអគ្គមហេសីទ្រង់មានទុកជាទម្ងន់ទ្រង់ចេញព្រះរាជដំណើរចាកចេញពីទីនោះទៅឈប់សំចតនៅមាត់ស្ទឹងសែនដើម្បីលំហែព្រះរាជហឫទ័យរំដោះទុកតែមិនដូច្នោះបែរជារឹតតែកើតទុកផ្ទួនឡើងគ្រានោះសាមណេរមួយព្រះអង្គបាននិមន្តទៅជួបនឹងព្រះរាជានៅទីនោះលោកបានឃើញព្រះរាជានិងព្រះអគ្គមហេសីសោយទុកជាទម្ងន់ដូច្នោះបានថ្វាយព្រះពរសួរហើយព្រះរាជាទ្រង់ព្រះកន្សែងថ្លែងទុកអំពីព្រះរាជបុត្រដែលរំលត់ខណ្ឌទុកនោះមែនទេព្រះរាជាក៏ទ្រង់ថ្លែងសេចក្តីទុកអំពីព្រះរាជបុត្រដែលរំលត់ខណ្ឌនៅទីនោះ
ទោះបីសាមណេរបានអធិប្បាយពន្យល់ធម៌អាល្អិតល្អន់យ៉ាងណាក៏ព្រះរាជានិងព្រះអគ្គមហេសីនៅតែមិនបាត់សេចក្តីទុក្ខវិយោគសោយសោកនៅទីនោះឡើយនៅពេលដែលសាមណេរជ្រាបរឿងនោះក៏ថ្វាយព្រះពរថាបើព្រះអង្គចង់ឃើញព្រះរូបព្រះរាជបុត្ររបស់ទ្រង់សូមទ្រង់ឲ្យយកម្សៅឬដីមកសូនធ្វើរូបព្រះរាជបុត្រទុកគ្រាន់តតលំហែព្រះតីរំដោះទុក្ខពេលព្រះរាជាបានលើសង្ឃដីកាសាមណេរនោះហើយក៏មានព្រះរាជហឫទ័យត្រេកអរទ្រង់ក៏ចាត់ឲ្យជាងធ្វើរូបសំណាក់ព្រះរាជបុត្រទុកនៅព្រៃមួយលុះធ្វើរូបព្រះរាជបុត្រទុករួចហើយព្រះរាជាទ្រង់តតសពព្រះរាជហឫទ័យជាខ្លាំងទ្រង់ក៏បានស្រាកស្រានស្បើយនៅសេចក្តីទុក្ខនោះដោយសារតែបានតតឃើញនៅរូបសំណាក់ព្រះរាជបុត្រជាតំណាងកន្លែងដែលធ្វើរូបព្រះរាជបុត្រនោះឈ្មោះថាភូមិដំណាក់ដល់សពថ្ងៃក្រោយតមកព្រះរាជាទ្រង់បាននាំព្រះអគ្គមហេសីនិងស្រីស្នំព្រមទាំងពួករេពលក្រសាលនៅទី1ខាងជើងទីតម្កល់រូបសំណាក់នោះទ្រង់បានឃើញឆ្អឹងក្បាលក្រពើមួយធំដែលស្លាប់យូរហើយនៅទីនោះទីដែលព្រះរាជាទ្រង់តតឃើញក្បាលក្រពើនោះជាប់ឈ្មោះថាភូមិត្បូងក្រពើតមកដល់សពថ្ងៃភ្នំសន្ទុកមានឈ្មោះហៅក្រៅជាច្រើនដូចជាភ្នំធំភ្នំអាសន្ទុកភ្នំសន្ទុកភ្នំចោមចុងគិរីភ្នំក្របទុកភ្នំព្រះបាទជាន់ទុកនៅលើកំពូលភ្នំមានប្រាសាទបុរាណរាងជាពីរ៉ាមីតធ្វើអំពីថ្មភក់ចេតិយបុរាណកសាងនៅសតវត្សទី15ព្រះវិហារ8ជ្រុងស្ថាបនានៅក្នុងសតវត្សទី19ដល់ទី20ស្នាមព្រះបាទជាន់ទុកឆ្លាក់ជាប់នឹងថ្មចម្លាក់ព្រះពុទ្ធចូលបរិនិព្វាននិងព្រះពុទ្ធបដិមាជាច្រើនអង្គកសាងក្នុងរាជព្រះបាទពញាធម្មរាជានាឆ្នាំ1474ដល់ឆ្នាំ1494ហើយកន្លែងទម្លាក់កាក់ផ្សងសំណាងហៅថាចន្ទតារ៉ែឬច័ន្ទចារ៉ែនិងព្រះបរមរូបព្រះរតនកោដ្ឋព្រះនរោត្តមសីហនុភ្នំសន្ទុកត្រូវបានគេចាត់ទុកថាជារមណីយដ្ឋានធម្មជាតិផងនិងជារមណីយដ្ឋានប្រវត្តិសាស្ត្រផងដែលល្បីល្បាញនៅក្នុងខេត្តកំពង់ធំការធ្វើដំណើរឡើងភ្នំសន្ទុកគឺមានមធ្យោបាយចំនួន2គឺទី1អាចធ្វើដំណើរដោយយានយន្តឬម៉ូតូតាមផ្លូវក្រវាចក្រវៀនតាមចង្កេះភ្នំរហូតដល់កំពូលភ្នំតាមរយៈថ្នល់ចាក់បេតុងយ៉ាងមាំនិងមានចំណតយានយន្តយ៉ាងធំទូលាយផងដែរទី2ភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើងតាមរយៈកាំជណ្ដើរពីជើងភ្នំដល់កំពូលភ្នំដែលមានកាំជណ្ដើរសរុបចំនួន809កាំ